បាទជំរាបសួរបងប្អូនប្រិយមិត្តដែលនិយមតាមដានព័ត៌មានតាមសង្គម YouTube ទាំងអស់គ្នាបាទហើយពេលនេះដែរជួបជាមួយខ្ញុំបាទនៃផ្លយទៀតដែរបាទហើយពេលនេះខ្ញុំបាទមានព័ត៌មានប្លែកមួយបាទហើយព័ត៌មាននេះគឺមានប្រភពមកពីខេត្តកណ្ដាលយើងនេះឯងបាទហើយព័ត៌មាននេះគឺមានចំណងជើងថាបាទប៉ូលីសប្រមូលបានស្រមអនាម័យជាច្រើនមិនដឹងអ្វីបាទហើយឥឡូវយើងចាប់ផ្ដើមតាមដានរឿងនេះទាំងអស់គ្នាបាទប្រភពព័ត៌មានមកពីខេត្តកណ្ដាលខត់ខ្លួននារី6នាក់បម្រើសេវាកោះឈប់និងមានសេវាកម្មបញ្ជាកម្មផ្លូវភេទនៅថ្ងៃទី27ខែកក្កដាឆ្នាំ2017វេលាម៉ោង4:30 នាទីនាយកការិយាល័យប្រឆាំងជួញដូរមនុស្សនៃស្នងការរដ្ឋាភិបាលខេត្តកណ្ដាលបានសហការជាមួយកម្លាំងអធិការស្រុកស្អាងបានចុះបង្ក្រាបហាងកាហ្វេដែលមានបង្កប់សេវាកម្មផ្លូវភេទចំនួន2គោលដៅដែលស្ថិតនៅក្នុងភូមិព្រែករុនក្រោមឃុំព្រែកកយស្រុកស្អាងខេត្តកណ្ដាលបាទសមត្ថកិច្ចដែលបានចុះប្រតិបត្តិការបង្ក្រាបបានឲ្យដឹងថាបង្ក្រាបទីតាំងនេះធ្វើឡើងដោយមានការរាយការណ៍ពីប្រជាពលរដ្ឋមកស្នងការដ្ឋាននគរបាលដើម្បីស្រាវជ្រាវទីតាំងហាងលក់កាហ្វេចំនួន2កន្លែងឃាត់ខ្លួននារីបម្រើផ្លូវភេទចំនួន6នាក់បានជាក់ស្ដែងគោលដៅទី1មានម្ចាស់ផ្ទះឈ្មោះស៊ីណារស់នៅភូមិព្រែករុនឃុំព្រែកកយស្រុកស្អាងខេត្តកណ្ដាលបានរត់គេចខ្លួនហើយសមត្ថកិច្ចបានឃាត់ខ្លួននារីបម្រើសេវាកម្មផ្លូវភេទចំនួន4នាក់ដោយស្នាក់នៅក្នុងហាងបម្រើផ្លូវភេទនេះតែម្ដងបាទគោលដៅទី2ហាងកាហ្វេមុខកំពូលបាទឃាត់នារីចំនួន2នាក់បច្ចុប្បន្ននៅក្នុងហាងបម្រើសេវាសច្ចកម្មបាទនេះតែម្ដងលោកវរៈស្នេហ៍ត្រីរស់សាវិននាយការិយាល័យប្រឆាំងការជួញដូរនៃស្នងការដ្ឋានខេត្តកណ្ដាលបានឲ្យដឹងថាក្រោយពីបានពិនិត្យមើលទីតាំងខាងលើមានបច្ចាកម្មដោយមានរូបភាពលក់កាហ្វេសេវាកោះជប់ម៉ាសាបង្កប់សេវាជួញដូរផ្លូវភេទឈានទៅដល់ការឃាត់ខ្លួនតែម្ដងបាទក្រោយពីឃាត់ខ្លួននារីបម្រើសេវាកម្មផ្លូវភេទចំនួន6នាក់ហើយដោយបានយោបល់ពីឯកឧត្តមស្នងការខេត្តនិងព្រះរាជអាជ្ញាសាលាដំបងខេត្តកណ្ដាលបានឲ្យនារីទាំង6នាក់មកអប់រំដើម្បីធ្វើកិច្ចសន្យាបញ្ឈប់កុំឲ្យប្រព្រឹត្តអំពើសច្ចកម្មបន្តទៅទៀតពេលអប់រំហើយសមត្ថកិច្ចឲ្យវិលត្រឡប់ទៅស្រុកកំណើតវិញចំណែកឯម្ចាស់ហាងដែលកិច្ចខ្លួននោះត្រូវបានគេកសាងសំណុំរឿងតាមនីតិវិធីដើម្បីចាត់ការតាមច្បាប់បាទសូមបញ្ជាក់ផងដែរថាម្ចាស់ផ្ទះដែលបានជួលឲ្យអ្នកបើករបររកស៊ីបន្តនេះបានទទួលខុសត្រូវហើយសមត្ថកិច្ចបានធ្វើកិច្ចសន្យាមិនឲ្យម្ចាស់ផ្ទះជួលបន្តទៀតត្រូវបិទទ្វារបណ្ដោះអាសន្នបាទលុះត្រាតែសូមអនុញ្ញាតច្បាប់ត្រឹមត្រូវឲ្យបើកសាថ្មីបាទនេះជារូបភាពប៉ូលីសចុះមកធ្វើសំណុំរឿងបាទនេះជាការឆែកឆេររបស់ប៉ូលីសបាទនេះជាស្រមជាដូចជាប្រអប់ស្រមអនាម័យជាច្រើនប្រអប់នៅលើពុកបាទនេះជាស្ត្រីដែលបម្រើសេវាផ្លូវភេទនេះបាទហើយចំពោះព័ត៌មាននេះគឺតាក់ទងនឹងការបើកហាងកាហ្វេនិងម៉ាស្សាកោះជប់
បង្កប់នៅការនៅសេវាផ្លូវភេទទៀតផងបាទចំពោះការបង្កប់សេវាផ្លូវភេទនេះគឺមានសង្គ្រប់ទីកន្លែងប៉ុន្តែប៉ូលីសមិនអាចវែកមុខហាងនីមួយៗនេះបានឡើយដោយសារតែកន្លែងនេះតែងតែមានខ្នងធំឬក៏អ្នកដែលមានសក្តិយុធំនៅក្នុងមន្ត្រីរាជការយើងនេះបាទហើយជាពិសេសហ្នឹងគឺនៅតាមដងផ្លូវ2004គឺសម្បូរណាស់បងប្អូនមានតាំងការ៉ាអូខេម៉ាសាក៏ជប់និងអីផ្សេងខាយើងខ្ញុំក៏មិនអាចដឹងច្បាស់ដែរប៉ុន្តែខ្ញុំតែងតែឃើញជានិច្ចបាននៅតាមផ្លូវ2004ឬក៏ផ្លូវម៉ៃដានេះបាទហើយចំពោះព័ត៌មាននេះគឺមានតែប៉ុណ្ណឹងសូមបងប្អូនជួយ like share subscribe ដើម្បីទទួលបានព័ត៌មានថ្មីទៀតបាទសូមអរគុណ